Dun dong, dun dong, dun dong. ឡើងតំណងឆ្ងាញ់ដល់គ្នាគេយកស៊ូកាឡាធ្វើជួយផ្លែក្រូចឥឡូវយើងមកធ្វើញ៉ាំដែរសិនណាចាខ្ញុំប្រើទឹកស៊ូកាឡាស្រាប់អ្នកគ្នាមិនមានដុំក៏បានដែរព្រោះវាពណ៌ស៊ូកាឡាស្រាប់ណាហើយយើងប្រើជាមួយស៊ូកាឡា10តូចល្មមតែម្ដងជាមួយផ្លែក្រូចរបស់ខ្ញុំអ្នកគ្នានេះតូចល្មមឥឡូវ10ប៉ុណ្ណឹងហើយជាក្រូច3ឬក៏4ទេតាមមើលណោះឥឡូវយកបកក្រូច4ហ្មងទៅព្រោះស៊ូកាឡាតូចដែររត់ធំអត់បានអ្នកគ្នាអញ្ចឹងមានតូចធ្វើតូចតែម្ដងចាអូខេយើងបក4ផ្លែហ្នឹងទៅចាបកយូរឡូវបករួចរាល់ហើយឥឡូវធ្វើការធ្វើជួយម្ដងចាពីដំបូងធ្វើការចាក់ទឹកស៊ូកាឡាចូលក្នុងឆ្នាំងបានតិចដែរអ្នកគ្នាហើយធ្វើការដាក់ចាហួរយើងមកអូខេប្រើប៉ុណ្នេះទៅក៏វាលាយសិនបន្ទាប់មកយើងមកធ្វើការបកកំហបបកកំប៉ុងទឹកក្រូចទឹកដោះគោហ្នឹងហើយមកខ្ញុំកាត់ប៉ុណ្នេះណាដើម្បីដាក់ផ្លែក្រូចចូលណាស្មើល្អហើយដាក់ផ្លែក្រូចចូលចា1 2 3អូដល់គ្នា4តែវារៀងហៀពេកហើយតែយើងដោនេះឈើនេះទៅកុំឲ្យវាអូខេរួចរាល់ហើយឥឡូវយើងយកតកោតលើភ្លើងតឡជួយខ្ញុំហ៊ានតិចធ្វើការចាក់ចូលក្នុងកំប៉ុងមករួចជួយដាក់ក្នុងទូទឹកកកទៅរយៈពេល10ទៅ5នាទីគឺថាអាចកកញ៉ាំបានអ្នកនេះអូខេចាំមើលវីដេអូតទាំងអស់គ្នាណាបាយបាយអូខេដល់ពេលមកជាមួយនឹងចាហួយក្រូចរបស់ខ្ញុំហើយយោឡើងតំណហ្មងតោះតែញ៉ាំទាំងអស់គ្នាមកឡើយធ្វើការចិត្តចាហួយក្រូចយើងទៅមើលរសជាតិដូចដែរចាក់ចេញមកគឺថាស្រួលអីអត់ស្រួលម៉ានទេពិបាកដែរហ្នឹងអូខេហើយយោឲ្យដល់គ្នានេះធ្វើការដកឈើចេញមកអូខេមកចិត្តអូយឡើងតំណងចារូបរាងក៏ឡើងខ្ជូតតែម្ដងចាយ៉ាងណាអ្នកគ្នាទៅដល់កោទុយកាត់ចំហួយមកឡើងខ្ជូតមកនេះរបៀបដូចប៊ីនីវាសាយទូចាឡើងតំណងមកនេះចាហួយផ្លែក្រូចស៊ូកាឡាឡើងឆ្ងាញ់អ្នកគ្នា